nhiệt đồng hôn mình ní là hai chiếc đỏ rừng muỗngประជិពលរដ្ឋជាង15,000នាក់មកពីគ្រប់ទិសទីគន្ទ្រលរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនការពារបូរណភាពទឹកដីនៅលើបណ្ដាញសង្គមនាថ្ងៃប្រវត្តិទី19ខែមិថុនានេះអាយដាមហ៊ុនម៉ាណីបានបង្ហាញពីមោទនភាពនិងអំណរគុណចំពោះទឹកចិត្តរបស់ប្រជាជន15,000នាក់ដែលបានចូលរួមដំណើរថ្មើរជើងដល់ច្រើនលើលោកដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃអាយដាមហ៊ុនម៉ាណីមានប្រសាសន៍ថាប្រតិបត្តិការដំណើរថ្មើរជើងម្សិលមិញនេះបានបង្ហាញយ៉ាងច្បាស់ពីជំរឿននៃឆន្ទៈទឹកចិត្តក្តីស្រឡាញ់ដែលកូនខ្មែរមានសម្រាប់ប្រជាជាតិយើងអាយដាមហ៊ុនម៉ាណីបញ្ជាក់ទៀតថាទោះបីជាការរៀបចំផ្សព្វផ្សាយរយៈពេលត្រឹមតែពី3ថ្ងៃតែប៉ុណ្ណោះប៉ុន្តែព្រះសង្ឃពុកម៉ែបងប្អូនក្នុងរាជធានីនិងមកពីបណ្ដាខេត្តនានាគ្រប់មជ្ឈដ្ឋាននិងគ្រប់វ័យជាង15,000នាក់បានចូលរួមដោយបង្ហាញពីជំរឿននៃទឹកចិត្តការគិតគូរការព្រួយបារម្ភដែលក្តីបារម្ភនេះសូមបញ្ជាក់ពីក្តីស្រឡាញ់ដែលកូនខ្មែរម្នាក់ៗមានសម្រាប់ជាតិយើងជាមួយគ្នានេះដែរអាយដាមហ៊ុនម៉ាណីបានមូលមតិនិងមានបំណងប្រាថ្នាតែមួយនោះគឺចង់ឃើញប្រជាជាតិមានភាពសុខសាន្តតរៀងទៅដូច្នេះចំពោះករណីតានតឹងនៅព្រំដែនរវាងកម្ពុជាថៃស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមតាមដានស្ថានភាពហើយត្រូវចូលរួមគ្រប់គ្រងរាជរដ្ឋាភិបាលកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីនិងកងកម្លាំងយើងនៅជុំមុខដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរកដំណោះស្រាយដោយសន្តិវិធីរកបញ្ហានិងត្រៀមខ្លួនជាស្រេចដើម្បីការពារបូរណភាពទឹកដីបើមានភាពចាំបាច់